សួស្តីបងប្អូនមកមើលមុខបងប្អូននឹងចាយមេខូចនាំខ្ញុំទៅអស់លុយបងប្អូនចានៅមិននៅហៅខ្ញុំទៅអស់លុយហើយទៅឈឺខ្លួនទៀតនេះគឺជាការធ្វើដំណើរជុំគ្នាចានាំគ្នាទៅកន្លែងរកផ្លូវស្អាតពួកខ្ញុំធ្វើដំណើរទៅផ្លុំបបោមាត់បងប្អូនអូយមានការខ្មាស់អៀនមែនតើសម្រាប់មិនសូវបានម្ល៉េះហើយត្រូវតែកែកូនបន្តិចតួចណានេះគឺជាការធ្វើដំណើររបស់ពួកយើងតាមជើងរថភ្លើងចាជុំគ្នាម្ដងណាគឺយឺតពេលធ្វើដំណើរបែបស្លន់ស្លោបងប្អូននៅប្រទេសជប៉ុនការធ្វើដំណើរនិងការណាត់ជួបពិតជាសំខាន់ណាស់បងប្អូនអាចខកម៉ោងបានទេដោយពួកខ្ញុំនេះធ្វើដំណើរតាមជើងរថភ្លើងនៅក្នុងប្រទេសជប៉ុនពិតជាក្រិតក្រមហើយច្បាស់លាស់មែនតើឧទាហរណ៍ថាជើងរថភ្លើងដែលត្រូវជិះនឹងចេញនៅម៉ោង 11-15 នាទីអីចឹងគឺដល់ម៉ោងគឺត្រូវតែមកដល់ហើយបងប្អូនអត់ដែលមានលឹះមានខ្វះសំបីតែ1វិនាទីពួកយើងទៅទីតាំងដែលយើងត្រូវទៅនឹងធ្វើដំណើរជិត1ម៉ោងដែរបងប្អូនធ្វើដំណើរតាមរថភ្លើងហើយត្រូវឲ្យឡានគេមកយកនៅស្ថានីយ៍រថភ្លើងហ្នឹងមកតង់ទៀតបានដល់គោលដៅឲ្យទៅជួបគ្នាយូរម្ដងអូយជុំគ្នាវល់វែកធ្វើខ្លួនថតនេះថតនោះចង់ខកម៉ោងហើយនិយាយពីប្អូនខ្ញុំនេះបងប្អូនអើយសក់ស្អាតមែនតើហ្មងណាសក់គាត់ដូចមួយសអញ្ចឹងហើយសក់គាត់ដូចពាក់អញ្ចឹងបងប្អូនមើលឡើងតុនក្រាស់រលើបរលោងអូយភាពស្អាតថាទៅអ្នកខ្លះស្អាតបែបពីធម្មជាតិហើយអ្នកខ្លះទៀតស្អាតបែបតាមទឹកលុយមានអីចឹងយើងអាចកែកនឆ្នៃបានតែបើយើងនិយាយរួមទៅភាពស្រស់ស្អាតគឺគ្មានស្តង់ដារទេបងប្អូនมันអាចដាក់កំណត់ស្តង់ដារថាមុខមាត់បែបម៉េចមុខបែបម៉េចចំមុខបែបម៉េចបានស្អាតទេភាពស្អាតគឺមនុស្សយើងជាអ្នកដាក់ឲ្យទេតាមការស្រឡាញ់និងការចូលចិត្តរៀងខ្លួនប្រៀបដូចជាសម្លមួយចានអញ្ចឹងបងប្អូនអ្នកខ្លះចូលចិត្តសម្លម្ជូរគ្រឿងអ្នកខ្លះចូលចិត្តសម្លប្រហើរអ្នកខ្លះចូលចិត្តប្រហុកអីអញ្ចឹងទៅចាតែបើយើងប្រៀបធៀបទៅសម្រស់ផ្កាតែងតែស្រស់ស្អាតបែបរៀងខ្លួនតាមបែបផ្កានីមួយចឹងទៅគ្មានអ្នកណាអាក្រក់គ្មានអ្នកណាស្អាតជាងអ្នកណាទេចុងក្រោយនៃជីវិតគឺសាបសូន្យសល់តែមកកញ្ចប់ដូចតែគ្នាទេនេះខ្ញុំមកដល់ហើយបងប្អូនចាចែបានផ្លុំហើយប្អូនស្រីនៅក្បែរហ្នឹងគឺគាត់រងចាំឡើងជ្រុញបន្តទៀតគឺបិទថ្នាំស្គុតណាបងប្អូនហើយប្អូនស្រីក៏កំពុងដេកឲ្យជាងចាឆ្លាក់ដែរហើយប្អូនស្រីកំពុងតែឆ្លាក់នេះបងប្អូនគាត់ប៉ងយូរហើយតែងតែទឿនរហូតចាយនាំខ្ញុំទៅធ្វើមាត់ចង់ផ្លុំមាត់ឲ្យក្រហមស្រស់ស្អាតអីអញ្ចឹងណាបងប្អូនថ្ងៃហ្នឹងទើបមានឱកាសណាត់គ្នាហើយយើងក៏មិនបានធ្វើជាមួយនឹងហាងជប៉ុនដែរគឺជនជាតិអ្នកជិតខាងយើងណាបងប្អូនហើយខ្ញុំសម្រេចចិត្តថាទៅធ្វើជាមួយនឹងពួកគាត់ហ្នឹងគឺសម្រេចចិត្តយូរមែនតែនស៊ើបសួរប្អូនស្រីពៅផងសួរចែផងខ្លាចធ្វើឲ្យអស់លុយហើយអាក្រក់លើសដើមបងប្អូនហើយនេះខ្ញុំកំពុងតែបិទថ្នាំស្ពឹកដើម្បីរងចាំធ្វើជាបន្តទៀតអញ្ចឹងណាក្នុងចិត្តគិតថាសង្ស័យធ្វើឲ្យដូចអាឡង់ឌីឡុងព្រោះដោយសារបមាត់ខ្ញុំរៀងធំដែរបងប្អូនដល់ពេលអញ្ចឹងខ្លាចធ្វើឲ្យខុសហើយប្អូនស្រីគាត់ធ្វើឲ្យជាលើកទី1ហើយចាយក្បែរហ្នឹងក៏គាត់ធ្វើឲ្យជាលើកទី2គាត់ធ្វើឲ្យជាលើកទី2គឺគាត់ត្រេមាត់គាត់ស្អាតពីធម្មជាតិផងហើយដល់ពេលពណ៌ស្អាតខ្លាំងណាបងប្អូនស្នាមឲ្យខ្ញុំចេញមកស្រស់ហ្មងណាហើយធ្វើឲ្យខ្ញុំមានកម្លាំងចិត្តថាខ្ញុំត្រូវតែធ្វើដែរហើយខ្ញុំអត់ធ្វើអត់បានទេហ៊ានទៀតអាធ្វើអញ្ចឹងហើយហ៊ានថតទៀតបន្ទាប់ពីធ្វើឲ្យបងប្អូននេះអាក្រក់ខ្លាំងមែនតើបងប្អូនអើយមានអារម្មណ៍ថាអាឡង់ឌីឡុងចំតួហ្មងហើយមាត់របស់ខ្ញុំកំពុងតែហើមស្ទិកអាក្រក់មើលខ្លាំងមែនតើហ្មងធ្វើហើយជាលើកទី1អញ្ចឹងមានអារម្មណ៍ថាពណ៌មាត់ចេញស្មើដែរប៉ុន្តែវានៅហើមនៅស្ពឹកមើលទៅរីកដូចនំប៉័ងត្រូវទឹកអញ្ចឹងបងប្អូនហើយនៅជាតិឈឺជាតិអីនិយាយរួមគឺពិបាកក្នុងខ្លួនមែនតើហ្មងនេះធ្វើតែមាត់ឲ្យចុះតម្រាំអ្នកធ្វើចំហដឹងឈឺពិបាកមិនទៅហើយតម្រាំតែយើងធ្វើហើយយូរម៉ោងដែរអញ្ចឹងនាំគ្នាឃ្លានហើយមកញ៉ាំអីនៅហាងខ្មែរនៅតំបន់ក្បែរហ្នឹងបងប្អូនហើយនៅក្បែរហ្នឹងអត់ខ្វះទេបងប្អូនហាងវៀតណាមហាងថៃចាគឺមានម្ហូបអាហារច្រើនណាប៉ុន្តែក៏មានហាងខ្មែរយើងដែរពួកយើងសម្រាប់ចិត្តថាជ្រើសរើសយកហាងខ្មែរជួយគាំទ្រខ្មែរយើងអីចឹងទៅមកហាងបានមកដល់ឃើញតុងជាតិឃើញអីម្នាក់ត្រង់HRណាស់ហើយផ្លូវចូលដែលក្នុងហាងហ្នឹងមានបិទប្រាសាទអង្គរវត្តមានបិទទូ
តុងជាតិក៏លើចូលគេបិទរូបភាពផ្សេងមានរបាំបុរាណរបាំអីអញ្ចឹងណាដើម្បីបញ្ជាក់ថាហាងខ្មែរអត្តសញ្ញាណខ្មែរអីអញ្ចឹងទៅពួកយើងមកដល់នាំគ្នាចាចូលទៅខាងក្នុងហាងនៅក្នុងប្រទេសជប៉ុនចាតូចល្មមទេមិនមែនជាហាងធំជាន់ទី2ទី3ដែរបងប្អូនអញ្ចឹងមកដល់ដើរភ័យខ្លាចតែគេមិនបើកប៉ុន្តែដល់ពេលឃើញគេ opening គឺសប្បាយចិត្តមែនតើបានញ៉ាំហូបខ្មែរបានអីអញ្ចឹងណាហើយខ្ញុំគ្មានអារម្មណ៍ចង់ញ៉ាំទេបងប្អូនអើយមាត់កំពុងតែឈឺមានអារម្មណ៍ថាគឺស្ពឹកលែងដឹងមាត់លែងអត់ចង់និយាយអត់ចង់ស្ដីខ្មាស់គេអត់ហ៊ានដោះម៉ាស់មាត់រីកមានអារម្មណ៍ថាពិបាកក្នុងខ្លួនមែនតើហើយបងប្អូននឹងចែនាំគ្នាមើល menu ដើម្បីកំងមុខម្ហូបហើយសាក់មាត់ដបងអញ្ចឹងបងប្អូនគេឲ្យតមគ្រឿងសមុទ្ររបស់ក្តៅឬក៏របស់ហិលប៉ុន្តែពួកគាត់ឃ្លានខ្លាំងពេកថាទៅមិនងាយបានញ៉ាំគុយទាវខ្មែរបានញ៉ាំអីហ្នឹងទេអញ្ចឹងហើយពួកគាត់កំងឲ្យចាស់គាត់ឈឺមាត់គាត់មាត់ដៃប៉ះដូចថានៅអត់សុខបងប្អូនហើយនេះក៏ទាវតំណងខ្លាំងមែនតើពួកគាត់កំងក៏ទាវម្នាក់មួយចានចំណែកពួកខ្ញុំចាហូបអ្វីដែលងាយព្រោះពួកខ្ញុំផ្លុំក្រោយគេអញ្ចឹងមានអារម្មណ៍ថាវាអាជាតិស្ពឹកជាតិឈឺនឹងវានៅខ្លាំងបងប្អូនកំងស៊ីយ៉ជាមួយនឹងបាយឆាដែលងាយស្រួលញ៉ាំងាយស្រួលដាក់ចូលក្នុងមាត់បងប្អូនស្រីខ្ញុំនេះវិញចាគាត់ឃ្លានគាត់ហើយគាត់ផ្លុំមុនគេអញ្ចឹងហត់គ្មានដឹងក្តៅទេហូបសិនហើយពួកយើងញ៉ាំអីហើយយើងចុះមកវិញចាត្រឡប់ទៅផ្ទះវិញបងប្អូនដើរពិភាក្សាគ្នាបដាមកឈឺខ្លួនញ៉ាំអីក៏មិនឆ្ងាញ់ចំណាយលុយតើស្រឡាញ់ខ្លួនឯងឬធ្វើបាបខ្លួនឯងឲ្យប្រកាសទៅហើយនេះខ្ញុំមកដល់ផ្ទះវិញបងប្អូនហត់នឿយផ្លាស់កៅអៅគេងសិនថតទាំងគេងខ្ជិលហ្មងហ្នឹងមានអារម្មណ៍ថាវាស្រកហើមតិចវាស៊ីនឹងអាសល់ជាតិម្សៅខ្ញុំផាត់ពីមុខដែរស្រកហើមទៅរៀងក្រាន់មើលបន្តិចសល់ម្សៅផាត់ពេលព្រឹកពេលអីស្គុះចើមគូសអីហើយមានអារម្មណ៍តែនៅជាតិស្ពឹកនៅឈឺតិចតែមានអារម្មណ៍ថាអន់ចិត្តពណ៌មាត់អត់សូវស្រឡាញ់ណាហើយពេលដែលខ្ញុំងូតទឹកងូតអីហើយបងប្អូនដុសធ្មេញដុសអីហើយដូចថាការឈឺហ្នឹងវាស្រកបន្តិចម្ដងអីអញ្ចឹងណាដែលលុបមុខលុបមាត់ហើយជ្រះក្រែមជ្រះម្សៅអស់ហើយនៅតែក្រែមមានអារម្មណ៍ថាវាដូចចាក់ប្រធានណាបងប្អូនមានអារម្មណ៍ថារៀងភ្លាវព្រោះវាអត់ស៊ីគ្នានឹងមុខប៉ុន្តែយ៉ាងណារងចាំការលបកជួបគ្នានៅវីដេអូក្រោយ